យើងខ្ញុំទាំងពីរនាក់សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីខណៈនេះលោកអ្នកនាងកញ្ញាកំពុងទស្សនាការផ្សាយបន្តពិសេសស្ដីអំពីដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីស៊ីជីនពីងដែលជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននិងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាទូរទស្សនិកជនជាទីគោរពនៅរសៀលថ្ងៃទី17ខែមេសាឆ្នាំ2025នេះបន្ទាប់ពីព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងបានបញ្ចប់ព្រះរាជសវនកម្មជាមួយនឹងឯកឧត្តមប្រធានាធិបតីរួចមកឯកឧត្តមក៏នឹងអញ្ជើញចាក់ចែងពីព្រះបរមរាជវាំងឆ្ពោះទៅកាន់វិមានសន្តិភាពដើម្បីអញ្ជើញជួបសម្ដេចការគូសំនិងពិភាក្សាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជាបន្តមកទៀតឯកឧត្តមក៏នឹងមានជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្ដីអំពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីនិងផ្លាស់ប្តូរយោបល់អំពីបញ្ហានៅក្នុងតំបន់ក៏ដូចជានៅក្នុងអន្តរជាតិដែលមានការចាប់អារម្មណ៍ដូចគ្នាដែលដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីស៊ីជីនពីងចាលើកទី2នេះគឺដែលការផលិតទី1នៅក្នុងឆ្នាំ2016មកទល់នឹងពេលនេះគឺមានរយៈពេល9ឆ្នាំដែលឯកឧត្តមបានបំពេញទស្សនកិច្ចសាជាថ្មីជាលើកទី2គឺនៅថ្ងៃទី17ខែមេសាឆ្នាំ2025ដល់ថ្ងៃទី18ខែមេសាឆ្នាំ2025នេះនេះខ្ញុំក៏សូមអនុញ្ញាតជម្រាបជូនលោកអ្នកនៅជីវប្រវត្តិសង្ខេបខ្លះៗរបស់ឯកឧត្តមប្រធានាធិបតីដែលឯកឧត្តមស៊ីជីនពីងជនជាតិហានកើតនៅថ្ងៃទី15ខែមិថុនាឆ្នាំ1953មានស្រុកកំណើតនៅហ្វូពីងខេត្តសានស៊ីប្រទេសចិនឯកឧត្តមបានអញ្ជើញចាប់ផ្ដើមបំពេញកិច្ចការងារនៅក្នុងខែមករាឆ្នាំ1969ហើយបានចូលជាសមាជិកនៃបកកុម្មុយនីសចិននៅខែមករាឆ្នាំ1974ឯកឧត្តមក៏បានចាប់ផ្ដើមធ្វើការបំពេញកិច្ចការងារដោយបានចូលជាសមាជិកនៃគណៈបកកុម្មុយនីសចិននៅក្នុងខែមករាឆ្នាំ1974ហើយក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យសិង្ហួរដោយទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកច្បាប់បច្ចុប្បន្ននេះគឺឯកឧត្តមស៊ីជីនពីងបានកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិនប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបាទអរគុណនេះជាប្រវត្តិរូបសង្ខេបរបស់ប្រមុខរដ្ឋចិនដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងរយៈពេល2ថ្ងៃផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី18មេសាថ្ងៃស្អែកដែលជាប្រវត្តិទ្រោះទេមែនតើកិច្ចការងារជាច្រើនដែលអាដាមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានធ្វើកិច្ចការងារជាច្រើនដើម្បីប្រជាជាតិចិនដើម្បីសកលលោកទាំងមូលហើយនៅពេលនេះគឺបន្ទាប់ពីចូលគាល់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារួចមកគឺក្បួនរថយន្តពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនអាដាមស៊ីជីនពីងហើយនិងគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសចិនដែលបាននឹងកំពុងតែអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាថ្ងៃនេះរហូតដល់ថ្ងៃស្អែកបានបន្តធ្វើដំណើរចាក់ចេញពីព្រះបរមរាជវាំងមកកាន់វិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទី1គឺចូលជួបសម្ដេចការគូសំជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាហើយនឹងរៀបចំការកិច្ចប្រជុំទ្វេភាគីជាមួយនឹងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺសម្ដេចហ៊ុនម៉ាណែតចឹងយើងសង្ឃឹមនឹងជឿជាក់ថាជំនួបរវាងសម្ដេចតេជោហើយនិងសម្ដេចធិបតីនាឱកាសរសៀលថ្ងៃនេះនឹងរំលេចចេញនៅចំណងមិត្តភាពសាមគ្គីភាពយ៉ាងល្អប្រសើរជាពិសេសគឺពាក់ព័ន្ធទៅនឹងកិច្ចការងារដែលចិននិងកម្ពុជាយល់ថានឹងត្រូវធ្វើបន្តរួមគ្នាទៀតដើម្បីបង្ហាញអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមិត្តដៃថែបជាពិសេសនោះកម្ពុជានិងចិនខិតខំក្នុងការកសាងកិច្ចការងាររួមគ្នារវាងប្រជាជននិងប្រជាជាតិនៃប្រទេសទាំងពីរកម្ពុជាចិនចាជាការប៉ុណ្ណាលោកកំហុងកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរគឺដើម្បីធានាថាសន្តិភាពនិងសន្តិសុខគឺនៅតែជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍរវាងប្រទេសទាំងពីរដែលបានផ្ដល់នូវបរិយាកាសស្ថិរភាពសម្រាប់ពាណិជ្ជកម្មវិនិយោគនិងទេសចរហើយវិស័យដែលកាន់តែលេចធ្លោបំផុតមួយ
ទៀតនោះគឺជាការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនគឺកំពុងតែទទួលបាននៅផ្លែផ្កាដ៏ផុសផង់ចាដែលជាបេះដូងនៃទំនាក់ទំនងកម្ពុជាចិនបរិបចាប់តាំងតែពីវិស័យអប់រំនិងការផ្លាស់ប្ដូរវប្បធម៌រហូតដល់វិស័យទេសចរព្រមទាំងនវានុវត្តន៍ Digital ប្រជាជនកម្ពុជានិងប្រជាជនចិនគឺកំពុងតែបង្កើតនៅចំណងមិត្តភាពការយល់ដឹងនិងគោលបំណងរួមជាមួយគ្នាដ៏រឹងមាំប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាតាំងពីយូរយារណាស់មកហើយនិងជាប្រភពសំខាន់នៃការវិនិយោគផ្ទាល់ពីបរទេសប៉ុន្តែភាពជាដៃគូរវាងប្រទេសទាំងពីរគឺហួសពីតួលេខភាពជាដៃគូនេះគឺរួមបញ្ចូលទាំងក្តីសុបិនរួមតម្លៃរួមនិងការជឿជាក់ដែលថាប្រជាជាតិទាំងអស់មិនថាតូចឬធំគឺអាចធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមម្យ៉ាងវិញទៀតការរួមចំណែករបស់ប្រទេសចិនចំពោះហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានិងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាក៏កំពុងជួយដាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពរុងរឿងយូរអង្វែងនិងភាពធន់ជាមួយគ្នានោះដែរគំនិតផ្ដួចផ្ដើមសំខាន់របស់ចិនដែលមានដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវគំនិតផ្ដួចផ្ដើមអភិវឌ្ឍជាសកលគំនិតផ្ដួចផ្ដើមសន្តិសុខសកលនិងគំនិតផ្ដួចផ្ដើមអរិយធម៌សកលស្របទៅនឹងអត្ថិភាពជាតិរបស់ប្រទេសកម្ពុជាដោយផ្ដល់នូវក្របខ័ណ្ឌដ៏មានតម្លៃសម្រាប់ការលើកកម្ពស់នវានុវត្តន៍និងការផ្ដល់នូវការបន្តអភិវឌ្ឍបៃតងនិងកំណើនប្រកបទៅដោយបរិយាបន្នដល់ឡែកកម្ពុជានឹងបន្តគោលនយោបាយបើកចំហអព្យាក្រឹតភាពនិងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងន័យនេះភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសចិនគឺបានដើរតួនាទីជាស្ពានមួយនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងសមាហរណកម្មអាស៊ានឲ្យកាន់តែរឹងមាំដោយសម្លឹងឆ្ពោះទៅមុខទំនាក់ទំនងកម្ពុជាចិនគឺផ្ដល់នូវលទ្ធភាពថ្មីដ៏គួរឲ្យរំភើបគឺវិស័យកសិកម្មវៃឆ្លាតនិងបដិវត្តកម្ម Digital រហូតដល់វិស័យសហគ្រិនភាពវ័យក្មេងនិងការផ្លាស់ប្ដូរការសិក្សាស្រាវជ្រាវឱកាសសម្រាប់ប្រទេសទាំងពីរគឺពិតជាគ្មានដែនកំណត់នោះឡើយបាទអរគុណហើយខ្ញុំបាទចាំបានថាកាលពីខែកុម្ភៈឆ្នាំ2023កន្លងទៅនៅក្នុងអាណត្តិជានៅក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោហ៊ុនសែនដែលកាលខែកុម្ភៈ2023នោះគឺសម្ដេចបានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនហើយអាដាមស៊ីជីនពីងក៏បានទទួលជួបសម្ដេចតេជោនៅក្នុងរដ្ឋធានីប៉េកាំងដែលជាការណាត់ជួបរវាងមិត្តចាស់ទាំងពីរហើយឆ្នាំ2020កន្លងទៅគឺសម្ដេចតេជោបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដែរខណៈដែលកាលពីគ្រានោះគឺចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ហើយសម្ដេចបានធ្វើដំណើរបំពេញទស្សនកិច្ចនេះគឺបង្ហាញឲ្យឃើញពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះប្រជាជនចិនក្នុងពេលដ៏សំខាន់នោះហើយ3ឆ្នាំក្រោយមកសម្ដេចតេជោបានទៅទស្សនកិច្ចប្រទេសចិនម្ដងទៀតតាមការសន្យាហើយនៅក្នុងកិច្ចប្រជុំកាលពីឆ្នាំ2023នោះដែរភាគីទាំងពីរគឺសម្ដេចតេជោនិងអាដាមស៊ីជីនពីងក៏បានរំលឹកពីដំណើររបស់សម្ដេចនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិនដែលពេលនោះគឺក្នុងអំឡុងពេលដែលមានព្រឹត្តិធ្លាក់ខ្លាំងដោយនិយាយថាលោករីករាយណាស់គឺអាដាមស៊ីជីនពីងរីករាយណាស់ក្នុងការបំពេញការណាត់ជួបរយៈពេល3ឆ្នាំជាមួយនឹងមេដឹកនាំដែលមកបំពេញទស្សនកិច្ចនេះហើយដោយដែលយើងបានដឹងហើយថាមិត្តភាពដ៏កក់ក្ដៅនិងរឹងមាំរវាងអាដាមស៊ីជីនពីងនិងសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងដ៏ស្មោះត្រង់នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងចិនហើយនិងកម្ពុជាដែលចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំជាច្រើនចំនួនហើយនៃភាគីកម្ពុជាក្នុងរយៈពេល7ទសវត្សរ៍កន្លងទៅហើយនៅក្នុងទំនាក់ទំនងនេះដែរគឺត្រូវបានពិពណ៌នាដោយអាដាមស៊ីជីនពីងថាជាដៃថែបប្រកាសនឹងត្រូវបានបន្តសារជាថ្មីម្ដងទៀតនៅពេលដែលអាដាមមកបំពេញទស្សនកិច្ចលើកទី2ពលគឺនៅថ្ងៃនេះនៅពេលនេះគឺក្បួនរថយន្តពិសេសរបស់ប្រធានាធិបតីចិនគឺអាដាមស៊ីជីនពីងនិងគណៈប្រតិភូជាន់ខ្ពស់ក៏បានធ្វើដំណើរមកដល់វិមានសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជាហើយដើម្បីជួបសម្ដេចការគូសំជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងកិច្ចប្រជុំទ្វេភាគីជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃព្រះ
រាជាណាចក្រកម្ពុជាផងដែរហើយដោយដែលយើងខ្ញុំបានបញ្ជាក់គឺទំនាក់ទំនងយ៉ាងស្អិតរមួតនៃចិនហើយនិងកម្ពុជានេះគឺកើតឡើងតាំងតែពីអតីតព្រះមហាក្សត្រគឺព្រះបរមរតនកោដ្ឋបន្តមកដល់ព្រះមហាក្សត្រនាសម័យកាលបច្ចុប្បន្ននេះគឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីហើយនិងសម្ដេចធិបតីដែលជានាយករដ្ឋមន្ត្រីកាន់តំណែងនាពេលបច្ចុប្បន្ននេះអញ្ចឹងគឺសម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងជំនួបសម្ដែងការគួសមជាមួយនឹងសម្ដេចប្រធានព្រឹទ្ធសភាហើយនឹងកិច្ចប្រជុំទ្វេភាគីជាមួយនឹងសម្ដេចធិបតីនាយករដ្ឋមន្ត្រីទូតជាតិកម្ពុជានឹងផ្សាយជាបន្តបន្ទាប់ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងទាំងក្រៅប្រទេសប្រិយមិត្តទូរទស្សនិកជនបានតាមដានទស្សនានិងជ្រាបជាបន្តបន្ទាប់ហើយកិច្ចការងារផ្សាយផ្ទាល់ពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធាននាយកដ្ឋាននៃប្រទេសចិនគឺអាដាមស៊ីជីនពីងមកកាន់កម្ពុជារយៈពេលថ្ងៃនេះគឺសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយយើងនឹងមានការផ្សាយផ្ទាល់នៅថ្ងៃស្អែកថ្ងៃទី18ជាបន្តទៀតអរគុណលោកអ្នកដែលចំណាយពេលវេលាមានតម្លៃតាមដានទស្សនាការផ្សាយផ្ទាល់ពិសេសក្នុងពេល3ដងនេះគឺ3កម្មវិធីនេះហើយខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាទាំងការអត្ថាធិប្បាយកាយវិការក៏ដូចជាបញ្ហាបច្ចេកទេសគ្រប់ជូនពលអ្នកជួបប្រទះទៅនឹងសុខភាពល្អសំណាងល្អនិងជោគជ័យគ្រប់ភារកិច្ចនៅពេលនេះខ្ញុំបាទគឹមហុងនិងនាងកនិកាហើយនិងក្រុមការងារសូមអរគុណនិងគោរពលា